បាញ់ឆ្នាំបងប្អូនបាញ់ឆ្នាំរលងរបស់បាញ់ឆ្នាំស្មៅលៀងហូតនេះនៅខាងចំការខាងលើស្វាយខាងលើភ្នំកលែនបងប្អូនណាដកស្វាយលើលៀងហូតឃើញការទេបងប្អូនnữaលៀងងរ៉ៃទៀតហើយតែខំបាញ់ហើយស្រុកត្រែបងប្អូនតែវាស្រួលយ៉ាងធម្មជាតិវាស្ងាត់ល្អអត់បារម្ភរឿងផ្សេងពុលយុគគីមីអីมันបញ្ហាទេនៅតាមទីជនបទស្រុកត្រែចំការបែបនេះតែប្រយ័ត្នឆ្នាំពុលពួកខាងណាបាញ់ឆ្នាំវាច្រើនទៅវាអាចពុលខំបងប្អូនអើយខំកសិករយើងតើអ្នកកសិករដូចគ្នាបានយល់ជំរាបបានទិន្នផលយូរតែដល់តែបានមកវាទីផ្សារតម្លៃនៅលើទីផ្សារវាថោកពេលខ្លះទៅយំក៏យំមិនចេញស្រែកក៏ស្រែកមិនលឺចឹងបានដឹងធ្វើម៉េចបើយើងចង់តែប៉ុណ្្នឹងហើយយើងមិនអ្នកខ្លះថាបើដឹងថាថោកហើយមិនក៏ធ្វើចូលឲ្យយើងធ្វើអីបើយើងជាកសិករបងប្អូនកសិករយើងដំណាំបារាមយើងវាប្រមាណមកនោះឯងអញ្ចឹងយើងត្រូវតែតស៊ូហ្នឹងហើយម៉ាក់មុំយើងចេះតែដាច់ពីមុខប្រឹកពីកបងប្អូនម៉ាក់មុំយើងលក់ឲ្យទៅថ្លៃជីថ្លៃឆ្នាំថ្លៃកម្លាំងពលកម្មដូចនេះគឺកម្លាំងពលកម្មហ្នឹងបងប្អូនជួលគេរាប់ថ្ងៃអីមើលស្មៅបងប្អូនស្មៅពេញបាញ់ឆ្នាំបាញ់វាមិនងាប់ទាំងអស់ទេតែក៏វាជួយខ្លះជួយដើមជួយស្លឹកជួយរឹសជីវិតអ្នកនៅទីក្រុងដែលកើតនៅទីក្រុងក្មេងៗឬក៏អ្នកដែលទៅនៅទីក្រុងគឺគាត់មិនសូវយល់អំពីអារម្មណ៍កសិករទេដែលរស់នៅពឹងទៅលើធម្មជាតិដីស្រែច្បារដំណាំប៉ុណ្ណឹងចុះបងប្អូននេះគឺគ្រាន់តែជាវីដេអូគ្រាន់សម្រាប់លក្ខណៈជាកំសាន្តទេមិនជាបានផ្ដល់អីច្រើនទេធម្មជាតិទឹកស្រែចំការអរគុណបងប្អូនជួបគ្នាក្នុងវីដេអូក្រោយទៀតឆាប់ៗបង